ពីនោះយើងទើបចប់សង្គ្រាមមិនទាន់ចប់ទូទៅទេទើបបោះឆ្នោតលើកទី1ហើយឆ្នាំ93មានការសមារាណកម្មចូលមានប្រជាជនច្រើនត្រឡប់មកពីព្រំដែនការលំបាកពេលនោះខុសពីឥឡូវជីវភាពរស់នៅរបស់ប្រជាជនក៏ដូចជាជីវភាពរបស់សេដ្ឋកិច្ចរបស់ប្រទេសជាតិយើងទាំងមូលដែលទើបជាប់នឹងសង្គ្រាមការវាយគ្នានោះស្ថិរភាពសង្គមក៏ពិតមែនតែគាត់ហ៊ានលះបង់នៅជីវិតរបស់គាត់ងាយស្រួលគាត់ទៅត្រែតនៅប្រទេសបារាំងអញ្ចឹងហ៎អញ្ចឹងគាត់អាចនៅទទួលប្រាក់ទៅត្រែតសម័យដើរនៅទូទាំងពិភពលោកមកនេះប៉ុន្តែគាត់បានសម្រេចចិត្តជ្រើសយកវិធីលំបាកមួយចំណាយពេលវេលាពេញចំណាយធនធានថវិកាគៀកកម្លាំងចិត្តដើម្បីជួយនេះគឺចក្ខុវិស័យពិតប្រាកដទី2គាត់បានកសាងមូលដ្ឋានរឹងមាំកសាងមូលដ្ឋានមិនមែនបានន័យថាហេដ្ឋារចនាសម្ព័ន្ធឬមួយគ្រឿងបំពាក់ឬមួយក៏ថ្នាក់រៀនច្រើនតែប៉ុណ្ណោះទេប៉ុន្តែមូលដ្ឋាននៃប្រព័ន្ធការងារមួយដែលផ្ដល់ការយកចិត្តទុកដាក់និងផ្ដល់ឱកាសឲ្យអ្នកនៅក្នុងប្រទេសហើយអ្នកផ្សេងដែលធ្វើមិនមែនក្តោបតែប៉ុណ្ណេះហើយទី3គឺការកសាងទុនធានមនុស្សដែលទទួលស្គាល់នៅចក្ខុវិស័យរបស់គាត់ស្រឡាញ់នៅអ្វីដែលធ្វើ